នៅថ្ងៃទី16 ខែមីនាឆ្នាំ2026 លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់ប្រគល់ផ្ទះថ្មីជូនគ្រួសារវីរៈកងទ័ពពលីចំនួន3ខ្នងដែលក្នុងនោះផ្ទះ2ខ្នងស្ថិតនៅក្រុងតាខ្មៅខេត្តកណ្ដាលនិងផ្ទះមួយខ្នងទៀតស្ថិតនៅខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញលោកជំទាវបណ្ឌិតបាននាំយកប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនិងផ្ដាំផ្ញើសារសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនរួមទាំងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីជូនដល់គ្រួសារនៃសពវីរៈកងទ័ពទាំង3គ្រួសារនិងនាំយកអំណោយមានដូចជាថវិកាសម្ភារៈបរិក្ខារសម្រាប់ប្រើប្រាស់និងគ្រឿងឧបភោគបរិភោគជូនដល់ក្រុមគ្រួសារនៃសពដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតផងដែរនេះជាការតបស្នងសងគុណរាជរដ្ឋាភិបាលរួមទាំងប្រជាជនកម្ពុជាទាំងអស់សូមចងចាំនៅវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដីក៏ដូចជាការផ្ដល់ជូនមកវិញនូវសន្តិភាពជូនជាតិមាតុភូមិសូមបញ្ជាក់ផងដែរថាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវគោលនយោបាយនិងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្ដល់ឲ្យមុខរបរចិញ្ចឹមជីវិតការស្រោចស្រង់សមាជិកគ្រួសារការផ្ដល់អាហារូបករណ៍ដល់កូនបានសិក្សាកម្រិតបរិញ្ញាបត្រការរៀបចំឥណទានសារជាថ្មីការដោះស្រាយបំណុលជូនវីរៈជនក្នុងសមរភូមិថែមទាំងមានការកិត្តគូបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរៈជនពលីទៀតផងបន្ថែមពីលើនេះរាជរដ្ឋាភិបាលក៏បាននឹងកំពុងជួយសម្របសម្រួលឲ្យជនភៀសសឹកបានទៅផ្ទះសម្បែងវិញការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធការជួយបោះសម្អាតអាវុធក្របយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងការស្ដារជីវភាពរស់នៅប្រចាំថ្ងៃជាដើម